ស្ដីបងប្អូនគ្នាក៏បន្តនៃការកាត់យល់សពឬក៏វាសនាភាពបងប្អូនទាក់ទងនឹងការកាត់វាសនាទី1ហ្នឹងគឺទាក់ទងការយល់សពឃើញកប៉ាល់នាវាឬក៏ទូកបងប្អូនការយល់សពឃើញបែបនេះជំនាញនឹងចូលលាបឬក៏ការងាយស្រួលហើយនឹងបើទិញលេខសងសំណាងគឺគេឲ្យយើងទិញលេខហកគាត់ហើយបើយល់សពបើកប៉ាល់ឬក៏នាវាឬក៏ចែវទូកនិយាយថាស្នេហាបរិសុទ្ធនិងឧត្តមកតិបើទិញឆ្នោតសងសំណាងគេឲ្យទិញលេខ62ឬក៏8គាត់ហ្នឹងហើយបងប្អូនហើយបើយល់សពថាជិះកប៉ាល់ឬក៏ទូកឆ្លងកាត់រលកធំទំនេរថាបំពេញកិច្ចការងារបានល្អបើទិញឆ្នោតសងសំណាងគេសុំឲ្យទិញលេខ04ហើយបើយល់សពថាជិះកប៉ាល់ពេលព្យុះសង្ឃរាទំនេរថាភាពក្តីភាពនៃមិត្តភាពរបស់ខ្លួនហើយនឹងបើទិញលេខសងសំណាងគេឲ្យទិញលេខ53ហើយបើយល់សពថាបានស្រង់ស្រីលងទឹកម្នាក់ទំនេរថាប្រឡងជាប់មានជោគជ័យហើយបើទិញលេខឆ្នោតសងសំណាងគេឲ្យទិញលេខ41និង64បើយល់សពថាធ្វើដំណើរតាមផ្លូវទឹកជួបប្រទេសនឹងគ្រោះអាចបណ្ដាលឲ្យស្លាប់ខ្លួនទំនេរថានឹងបានកូនប្រុសមួយហើយបើសិនជាយើងទិញលេខសងសំណាងគេឲ្យទិញលេខ45និងលេខ100ហើយបើសិនជាយើងយល់សពថាកប់ខ្មោចយល់សពឃើញកប់ខ្មោចទំនេរថាភក្តីការអត់អន់ហើយបើលេងឆ្នោតសងសំណាងគេឲ្យលេងលេខ32ហើយបើសិនជាយល់សពឃើញកម្រងផ្កាឬក៏ស្លឹកយល់សពឃើញកម្រងផ្កាឬក៏ស្លឹកទំនេរថាមានកិត្តិនាមល្បីល្បាញហើយបានរៀបពេលវិពាទិញលេខសងសំណាងគេឲ្យទិញលេខ29ហើយយើងកាត់ទស្សនាជាបន្តទៀតទាក់ទងនឹងការយល់សពឃើញកាហ្វេយល់សពថាបានផឹកកាហ្វេទំនេរថាមានអាយុវែងបើទិញឆ្នោតជាតិឲ្យទិញលេខ45លេខ61ហើយយល់សពថាអង្គុយតែម្នាក់ឯងក្នុងផ្ទះលក់កាហ្វេទំនេរថានឹងត្រូវគេនិរទេសបើទិញឆ្នោតសូមឲ្យទិញលេខ25និង99អានឹងទាក់ទងនឹងការយល់សពឃើញអង្គុយក្នុងផ្ទះកាហ្វេហើយបើសិនជាយើងយល់សពថាជិះរទេះសេះលេងដោយគេថាសប្បាយរីករាយការយល់សពឃើញគេនាំគ្នាជិះរទេះលេងដោយសប្បាយរីករាយទំនេរថានឹងបានរៀបអាពាហ៍ពិពាហ៍បើទិញឆ្នោតសងសំណាងគេឲ្យទិញលេខ52 67ហើយមួយទៀតបើសិនជាយល់សពធ្វើអ្វីមួយដោយមានការបន្ថែមឲ្យកាន់តែច្រើនឡើងទំនេរថាបានធ្វើអំពើល្អដល់មនុស្សជាតិបើទិញលេខសងសំណាងគេឲ្យទិញលេខ31និង57តាក់ទងនឹងការយល់សពឃើញការស្លឈាមការរោគខ្យល់ចិត្តស្លាប់យល់សពឃើញបែបនេះបើសិនជាយល់សពឃើញខ្លួនឯងកំពុងតែរោគខ្យល់ចិត្តស្លាប់ទំនេរថានឹងបានទទួលគេមរតកបើទិញឆ្នោតជាតិគេឲ្យទិញលេខ22ហើយយល់សពឃើញប្រចាំមិត្តរដោះខ្យល់ចិត្តស្លាប់ទំនេរថាប្រផ្នូលនឹងបានគ្រប់គ្រងមរតកបន្តពីអ្នកធំម្នាក់បើទិញឆ្នោតជាតិគេឲ្យយើងទិញលេខ49 62ហើយបើយល់សពឃើញមនុស្សចម្លែកម្នាក់កំពុងរោគខ្យល់ស្លាប់ទំនេរថានឹងបានចំណេញបើទិញឆ្នោតសងសំណាងគេឲ្យទិញលេខ33និងលេខ8គាត់នេះទាក់ទងនឹងការយល់សពឃើញការស្ដោះខ្យល់ចង់ស្លាប់ហើយបើយើងយល់សពឃើញថាកុហកបើយល់សពឃើញកុហកឬក៏ត្រូវគេកុហករំលែងថាបងប្អូនប្រុសបានប្រព្រឹត្តអំពើក្បត់នឹងបានទទួលអតិថិជនដែលមានកម្រិតអាក្រក់ម្នាក់បើទិញឆ្នោតសងសំណាងគេឲ្យទិញលេខ04និង20គាត់ហើយទាក់ទងនឹងការយល់សពឃើញការកុហកទាក់ទងនឹងការយល់សពមួយទៀតគឺទាក់ទងនឹងយល់សពឃើញកូនប្រុស
បើយកសពឃើញកូនប្រុសទំនេរថាការអាណិតអាសូរការងារល្អកតញ្ញូបើទិញឆ្នោតជាតិឲ្យទិញលេខ41ហើយបើយកសពឃើញកូនប្រុសច្រើនជាង12នាក់ទំនេរថានឹងមានទុក្ខលំបាកនៅអនាគតទិញលេខសងសំណាងគេឲ្យទិញ04 61និង87ហើយបើយកសពឃើញកូនស្រីទំនេរថាមានកិត្តិយសមានលៀបមានមិត្តនារីល្អបើទិញឆ្នោតជាតិសូមទិញលេខ78យល់សពថារៀបការឲ្យកូនស្រីទំនេរថាមានការយកចិត្តទុកដាក់នឹងស្រីដោយអំពើនិងអកប្បកិរិយាបើទិញឆ្នោតជាតិសូមទិញលេខ02 31ហើយបើយកសពឃើញកូនភ្លោះយកសពឃើញកូនភ្លោះទំនេរថានឹងមានជំងឺដល់កូនក្មេងនឹងបានទទួលគេមរតកលេខសងសំណាង21 68និង89ហើយបើយកសពឃើញកូនសោយកសពឃើញកូនសោទំនេរថាបានរៀបអាពាហ៍ពិពាហ៍មានសម្បត្តិមានសុខភាពល្អបើទិញឆ្នោតសូមសងសំណាង02និង31តាកតងនឹងការកាត់សុបិនជាបន្តទៀតបើយកសពកបិតជើងយកសពថាខ្លួនត្រូវកបិតជើងឬក៏យកសពឃើញអ្នកដែលចិត្តដិតនឹងខ្លួននោះត្រូវកបិតជើងទំនេរថាមានកិត្តិយសលេខសងសំណាងគេឲ្យទិញ01 11និង15យកសពអ្នកកបិតជើងជាអ្នកមានទ្រព្យទំនេរថានឹងត្រូវភ្លើងឆេះផ្ទះបើទិញឆ្នោតជាតិសូមទិញលេខ15 19និង69ទាក់ទងនឹងការយកសពឃើញកបិតជើងហើយយើងនឹងមានការកាត់ទស្សនាជាបន្តទៀតកាត់ទស្សនាបន្តទៀតបើយកសពឃើញខឹងទំនេរថាមានជ័យជំនះលើប្រជាមិត្តបើឆ្នោតអបសងសំណាងគេឲ្យទិញលេខ32